bạn số đây về mặt tầng chỉ tỷ lại đọc án bạn ởក្នុងវីដេអូនេះខ្ញុំបាទសូមធ្វើការបង្ហាញជូនតេតើងទៅនឹងអ្នកប្រាជ្ញក៏ដូចជាអ្នកនិពន្ធល្បីៗនៅសម័យពលវត្តបាទថាតើអ្នកប្រាជ្ញនិងអ្នកនិពន្ធល្បីៗនៅសម័យអង្គរវត្តមាននរណាខ្លះបាទសូមបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទធ្វើការតាមដានដូចតទៅបាទទី1គឺលោកបណ្ឌិតសេវសោមបណ្ឌិតសេវសោមនេះគាត់រស់នៅក្នុងសតវត្សទី9នៃគ្រិស្តសករាជគឺក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1គឺសករាជ877ដល់889បណ្ឌិតរូបនេះជាអ្នកមានចំណេះដឹងខាងក្បួនច្បាប់ផ្សេងក្នុងអក្សរសាស្ត្រនិងមន្តវិជ្ជាគេថាខាងសាសនាពិសេសខាងព្រហ្មញ្ញសាសនាលោកបាននិពន្ធរឿងមហាភារតៈនិងក្បួនវេយ្យាករណ៍ព្រមទាំងសិលាចារឹកនៅប្រាសាទកណ្ដាលដើមនិងសិលាចារឹកពងកេងនៅភ្នំគូលែន2លោកបណ្ឌិតយតេអមរភិវៈបណ្ឌិតយតេអមរភិវៈគឺជាអ្នកប្រាជ្ញដ៏សំខាន់មួយរូបក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នគ្រិស្តសករាជ899ដល់908ព្រះរាជាទ្រង់សពរិហរតីតែងតាំងលោកបណ្ឌិតរូបនេះជាអធិបតីនៃបណ្ឌិតទាំងឡាយហើយលើកលោកឲ្យមានឋានន្តរស័ក្តិជាសង្ឃរាជលើវត្តឥន្ទ្រាស្រមគឺវត្តខាងសាសនាព្រាហ្មណ៍បាទស្នាដៃរបស់លោកមាននៅក្នុងសិលាចារឹកភ្នំបាយ័ងបាទចំណែកឯទី3គឺលោកបណ្ឌិតទិវាករបណ្ឌិតទិវាករគឺជាកវីនិពន្ធយ៉ាងឯកក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី1គ្រិស្តសករាជ944ដល់គ្រិស្តសករាជ968បណ្ឌិតរូបនេះចេះទាំងត្រៃវេទស្ទាត់អាចសូត្រមន្តអាគមធ្វើឲ្យតបសត្រូវវិនាសខ្ចាត់ខ្ចាយបានព្រះមហាក្សត្រសពបរិហរតីព្រះរាជទានព្រះរាជបុត្រីមួយអង្គនាមឥន្ទ្រលក្ស្មីឲ្យធ្វើជាភរិយាបណ្ឌិតទិវាករស្នាដៃរបស់លោកមាននៅក្នុងសិលាចារឹកប្រាសាទកំពឹសបាទចំណែកឯទី4បាទគឺលោកបណ្ឌិតកវិន្ទ្រៈបាទបណ្ឌិតកវិន្ទ្រៈជាអ្នកប្រាជ្ញយ៉ាងធំក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1លោកចេះចាំស្ទាត់នៅគម្ពីរក្បួនខ្នាតផ្សេងហើយមានប្រាជ្ញាវាងវៃបំផុតអាចដោះស្រាយបញ្ហាអ្វីដែលពិបាកបានយ៉ាងឆាប់រហ័សហេតុនេះហើយទើបព្រះរាជាសពរិហរតីតែងតាំងជាទីប្រឹក្សានៃព្រះអង្គផ្ទាល់បាទបណ្ឌិតទី5នេះគឺលោកបណ្ឌិតភូបេន្ទ្រៈបណ្ឌិតភូបេន្ទ្រៈជាអ្នកប្រាជ្ញល្បីល្បាញក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7លោកត្រូវបានព្រះមហាក្សត្រតែងតាំងជាអធិបតីលើគណៈអ្នកប្រាជ្ញនិងមានតួនាទីជាចៅក្រមល្បីខាងចំណេះនីតិសាស្ត្របាទលោកបាននិពន្ធសិលាចារឹកនៅប្រាសាទតសម្រាប់សរសើរព្រះកិត្តិគុណព្រះបាទជ័យវរ្ម័នទី7ព្រមទាំងសមិទ្ធផលធំជាស្នាប្រហោះនៃព្រះមហាវីរក្សត្រអង្គនេះបាទយើងបានជ្រាបស្រាប់ហើយអំពីអ្នកប្រាជ្ញចំនួន5អ្នករូបហើយបាទចំណែកអ្នកប្រាជ្ញទី6នេះគឺព្រះនាងឥន្ទ្រទេវីបាទព្រះនាងឥន្ទ្រទេវីប្រហែលជាអស់លោកស្រីអូនទាំងអស់ប្រហែលជាធ្លាប់ឮព្រះនាមរបស់ព្រះនាងហើយបាទ
ព្រះនាងគឺជាព្រះមហេក្សីរបស់ព្រះបាទជ័យវរ្ម័នទី7នឹងឯងបាទព្រះនាងឥន្ទ្រទេវីជាអគ្គសាសនអនុបត្ថម្ភខាងពុទ្ធសាសនាមានន័យថាព្រះនាងនឹងជឿជាក់ខ្លាំងទៅលើពុទ្ធសាសនាបាទព្រះនាងបានកសាងវប្បធម៌អក្សរសាស្ត្រជាតិឲ្យបានរីកចម្រើនលូតលាស់ខ្លាំងក្នុងសតវត្សទី12និងទី13ដោយបានបង្កើតឲ្យមានសាលាបាលីជាន់ខ្ពស់និងបង្កើតវងល្ខោនជាដើមព្រះនាងបាននិពន្ធសិលាចារឹកនៅប្រាសាទភិមានអាកាសសរសើរអំពីព្រះតីបរិសុទ្ធមានភក្តីភាពរបស់ព្រះនាងជ័យរាជទេវីជាព្រះកនិដ្ឋានិងជាអគ្គមហេសីទី1ព្រះបាទជ័យវរ្ម័នទី7មុនពេលព្រះនាងចូលទីមង្គតទៅបាទអញ្ចឹងយើងអ្នកដែលបានទៅលេងអង្គរវត្តប្រហែលជាធ្លាប់បានទៅប្រាសាទភិមានអាកាសហើយបាទគឺនៅខាងខ្លងទ្វារចូលហ្នឹងគឺមានសិលាចារឹកដែលព្រះនាងបានសរសេរនឹងហើយបាទសូមបន្តទៀតទី7បាទគឺលោកបណ្ឌិតយោគីស្វារៈបណ្ឌិតឈ្មោះគាត់បាទជាគ្រូរបស់ព្រះបាទសូរ្យវរ្ម័នទី1លោកបាននិពន្ធសិលាចារឹកនៅប្រាសាទតាកែវខេត្តសៀមរាបគឺនៅគោបរៈខាងក្រៅដែលសរសេរនៅក្នុងទ្វារខាងត្បូងនៃទ្វារខាងក្នុងទិសខាងកើតបាទនេះគឺគេរៀបរាប់ពីលោកបណ្ឌិតហ្នឹងខ្លីប៉ុណ្្នឹងទេចំណែកទី8គឺបណ្ឌិតសិវាចាបាទបណ្ឌិតសិវាចានេះជាអធិការត្រួតត្រាខាងសិលធម៌ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5និងព្រះបាទសូរ្យវរ្ម័នទី1លោកបានតែងសិលាចារឹកជាភាសាសំស្ក្រឹតនៅប្រាសាទតាកែវដែរគឺសិលាចារឹកនៅគោបរៈខាងក្នុងចំពោះវណ្ណកម្មវិញយើងឃើញជាផុសតាងរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅរឿងរ៉ាវក្បួនច្បាប់ផ្សេងព្រមទាំងសិលាចារឹកទាំងឡាយដែលស្ថាបនាឡើងនាសម័យនោះបាទគឺសម័យអង្គរមានប្រើពាក្យពេចន៍ឬសំនួនបោហាល្អឥតខ្ចោះលេច្របល់ដោយពាក្យខ្មែរបុរាណនិងសំស្ក្រឹតអត្ថបទទាំងនេះសុទ្ធតែជាសិលាចារឹកនៅនឹងផែនថ្មជាផ្ទាំងឬសរសេរឬសសរស្ដំនៃប្រាសាទព្រះរាជវាំងនិងព្រះរាជបូជនីយដ្ឋាននានាដូចជាសាលាចារឹកនៅបាយ័នព្រះខ័នបន្ទាយឆ្មាភ្នំជីសូរនិងប្រាសាទនានាដែលកើតដំណើរគ្នាឬនៅក្នុងរឿងរាមកេរ្តិ៍មហាភារតៈជាដើមបាទរឿងរាមកេរ្តិ៍ខ្មែរមិនមែនប្រែត្រង់ពីរឿងរាមេចនៈឥណ្ឌាសុទ្ធសាធទេគឺខ្មែរគ្រាន់តែប្រឌិតតាមលំនាំប៉ុណ្ណោះមានវគ្គខ្លះក៏ឃ្លាតចាកពីរឿងដើមមានវគ្គខ្លះក៏ប្រហាក់ប្រហែលគ្នាទៅរឿងរាមកេរ្តិ៍ជារឿងទី1របស់ខ្មែរយើងព្រោះក្នុងចំណោមរឿងរ៉ាវទាំងឡាយគ្មានរឿងណាដែលមានអាយុចាស់ជាងរឿងនេះទេនៅអត្ថបទដើមនៃរឿងនេះពុំមានចារឹកថ្ងៃខែឬនាមអ្នកនិពន្ធឲ្យយើងស្គាល់ឡើយគ្រាន់តែមានពាក្យពេចន៍សំនួនបោហាក្នុងនោះប៉ុណ្ណោះដែលសម្រាប់ទាញអារម្មណ៍របស់អ្នកអានអ្នកសិក្សានិងអ្នកស្រាវជ្រាវបានស្មានយ៉ាងច្បាស់ថារឿងនេះពិតជាកើតមែននៅសម័យអង្គរមែនព្រោះមានចម្លាក់ថ្មនិងទេពនិទានចាស់បង្ហាញជាផុសតាងផងបាទអញ្ចឹងអត្ថបទដែលនិយាយអំពីអ្នកប្រាជ្ញនិងអ្នកនិពន្ធល្បីៗនៅសម័យអង្គរដែលខ្ញុំបានបង្ហាញនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះសង្ឃឹមថាអត្ថបទដែលខ្ញុំលើកឡើងនេះនឹងជួយជាប្រយោជន៍ដល់បងប្អូននៅក្នុងការសិក្សាស្រាវជ្រាវបាទក៏ដូចជាចំណេះដឹងមួយ
បាទដើម្បីឲ្យដឹងថាខ្មែរយើងមានអ្នកប្រាជ្ញនឹងយូរហើយហើយសិតតែជាអ្នកប្រាជ្ញខ្លាំងបាទជាពិសេសគឺខ្លាំងខាងសាសនាអាគមគាថានិងខ្លាំងខាងអក្សរសាស្ត្រតែម្ដងបាទសូមអរគុណ